ពេលហ្នឹងបើយើងជាមនុស្សអ្នកដែលស្រឡាញ់ខ្លួនឯងពិតប្រាកដយើងលែងខ្វល់ពីអ្វីៗនៅជុំវិញខ្លួនរបស់យើងលែងខ្វល់ពីអ្នកដទៃនិយាយលែងបន្ទោសអ្វីៗគ្រប់យ៉ាងជុំវិញខ្លួនយើងលែងបន្ទោសនេះបន្ទោសនោះលែងបន្ទោសសេដ្ឋកិច្ចលែងបន្ទោសអីចាលែងខឹងលែងស្អប់លែងមួម៉ៅមានតែក្តីស្រឡាញ់នោះហើយយើងនឹងស្រឡាញ់ខ្លួនឯងបានយ៉ាងពិតប្រាកដចាបងប្អូនតែងតែថាខ្លួនឯងស្រឡាញ់ខ្លួនឯងយើងស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងជារឿងធម្មតាចានេះបើតែយើងត្រូវមានថែចិត្តថែគំនិតថែការគិតចាអញ្ចឹងយើងត្រូវមើលថែសុខភាពរាងកាយរបស់យើងមើលការគិតរបស់យើងការខឹងការស្អប់ការចំណែនយើងតម្លាក់ចោលអស់ហ្នឹងគឺស្មើនឹងយើងស្រឡាញ់ខ្លួនឯងទេបងប្អូនចាហ្នឹងយើងស្រឡាញ់ខ្លួនឯងបានតែបើបងប្អូនអាចតម្លាក់ចោលអស់ហ្នឹងបានទេយើងមិនមែនជាសេចក្តីស្រឡាញ់ខ្លួនឯងយ៉ាងពិតប្រាកដទេចាការស្រឡាញ់ខ្លួនឯងគឺយើងចេះឲ្យតម្លៃខ្លួនឯងសរសើរខ្លួនឯងលែងដៀលខ្លួនឯងលែងមើលងាយខ្លួនឯងលែងបន្ទោសខ្លួនឯងធ្វើអ្វីខុសក៏លែងបន្ទោសចាមានការលើកទឹកចិត្តខ្លួនឯងដល់តម្លៃឲ្យខ្លួនឯងសរសើរខ្លួនឯងគ្រប់ពេលគ្រប់វេលាធ្វើមើលឲ្យឃើញខ្លួនឯងមើលជាមនុស្សអ្នកស្អាតឆ្លាតប្រកែអស់ចាសរសើរខ្លួនឯងគ្រប់ពេលវេលាមិនត្រូវបំបាក់ទឹកចិត្តខ្លួនឯងទេត្រូវមានអារម្មណ៍ល្អសម្រាប់ខ្លួនឯងធ្វើឲ្យចិត្តខ្លួនឯងមានក្តីសុខធ្វើឲ្យខ្លួនឯងមានស្នាមញញឹមធ្វើឲ្យខ្លួនឯងមានភាពជឿជាក់លើខ្លួនឯងឡើងមកវិញនេះហើយជាក្តីស្រឡាញ់ខ្លួនឯងយ៉ាងពិតប្រាកដចាបងប្អូនស្រឡាញ់ខ្លួនឯងបានយ៉ាងពិតប្រាកដបងប្អូននឹងឃើញភាពអស្ចារ្យចេញពីខ្លួនបងប្អូនមានភាពក្លាហានមានភាពជឿជាក់លើខ្លួនឯងជឿជាក់លើគោលដៅជឿជាក់លើសេចក្តីប្រាថ្នាដែលបងប្អូនកំពុងនៅចំណុចណាក៏ដោយចាបងប្អូនអាចមកលើកទឹកចិត្តខ្លួនឯងធ្វើខ្លួនឯងមានភាពរីករាយមានភាពស្នាមញញឹមចាមានក្តីស្រឡាញ់កើនឡើងអញ្ចឹងមានការរក្សាខ្លួនឯងលើកទឹកខ្លួនឯងគ្រប់ពេលគ្រប់វេលាទេដែលធ្វើឲ្យយើងមានអារម្មណ៍ល្អមានសេចក្តីសុខផ្លូវចិត្តយ៉ាងពិតប្រាកដអរគុណបងប្អូនអរគ្នាចាមានក្តីស្រឡាញ់